ឥឡូវនេះ Mobile Legends គឺបើកទីផ្សារបង្រៀន trading ទៅអ្នកគ្នានិយាយទៅគឺអែមខ្លាំងមែនតើហើយចំពោះមុខងារហ្នឹងឥឡូវនេះគឺវាមាននៅក្នុង Advanced Server ហើយដែលមានឈ្មោះថា Auction House ដែលនៅក្នុង Auction House ហ្នឹងគឺគេអាចឲ្យយើងដាក់លក់ជាមួយនឹង item របស់យើងបានដែលយើងមានជាមួយនឹង item ណាដែលយើងចង់លក់អញ្ចឹងអ្នកគ្នាហើយមានគ្នាយើងខ្លះក៏បានដឹងហើយពាក់ព័ន្ធជាមួយនឹង Auction House នេះប៉ុន្តែគ្នាយើងមួយចំនួនទៀតគឺគាត់អត់ទាន់បានដឹងទេហើយខ្ញុំនឹងនិយាយត្រួសពាក់ព័ន្ធជាមួយនឹង Auction House នេះឲ្យអ្នកទាំងអស់គ្នាបានដឹងហើយសម្រាប់គ្នាយើងអ្នកដែលរកកន្លែង Top Up Diamond ដែលមានភាពងាយស្រួលនិងរហ័សគឺគ្នាយើងអាចមក Top Up Diamond ជាមួយនឹងខ្ញុំបានដែលមានតម្លៃសមរម្យនិងសុវត្ថិភាពដល់ account 100%ហើយសម្រាប់ការ Top Up Diamond គឺអ្នកទាំងអស់គ្នាអាចឆាតចូលមកក្នុង Facebook Page របស់ខ្ញុំបានហើយអ្នកទាំងអស់គ្នាក៏អាចទៅដាក់ Diamond ដោយខ្លួនឯងក៏បានដែរគឺដាក់តាមរយៈ website របស់ខ្ញុំផ្ទាល់តែម្ដងដែលមានឈ្មោះថា Virgo Store ហើយអ្នកទាំងអស់គ្នាក៏បានឃើញជាមួយនឹងរូបភាពដែលខ្ញុំ post នៅក្នុង page របស់ខ្ញុំហើយដែលគេដាក់លក់ជាមួយនឹង skin Layla Blue Spectre ដែលមានតម្លៃថ្លៃខ្លាំងមែនទែនដូចជា emote អីហ្នឹងនិយាយទៅពាក់ព័ន្ធជាមួយនឹងការដាក់លក់ហ្នឹងមិនមែនខាងមុនតុនជាអ្នកដាក់លក់ទេគឺជា player គឺជាអ្នកដាក់លក់អញ្ចឹងនៅកន្លែងហ្នឹងគឺខ្ញុំប្រាប់ដល់អ្នកទាំងអស់គ្នាហើយគឺឈប់ប្រេងអ្នកទាំងអស់គ្នាហើយពាក់ព័ន្ធជាមួយនឹងការដាក់លក់ហ្នឹងគឺគេមានលក្ខខណ្ឌសម្រាប់ការដាក់លក់ដែរណាមិនមែនតែយើងមានហើយយើងចេះតែដាក់លក់បាននោះទេហើយលក្ខខណ្ឌដែលយើងអាចចូលទៅលក់ item នៅក្នុង auction house នេះបានតតែ account របស់យើងគឺមានចាប់ពី level 16ឡើង rank ចាប់ពី elite 3ឡើងហើយ account ក៏តែបង្កើតចាប់ពី3ថ្ងៃឡើងបានអាចធ្វើការចូលទៅលក់នៅក្នុង auction house នេះបានអញ្ចឹង3លក្ខខណ្ឌហ្នឹងបើសិនជាយើងអត់មាន3លក្ខខណ្ឌហ្នឹងទេគឺយើងអាចចូលទៅលក់នៅក្នុង auction house នេះបានទេអ្នកនរគ្នាតតែគ្រប់ជាមួយលក្ខខណ្ឌរបស់គេបានគេអាចឲ្យយើងចូលទៅលក់បានអញ្ចឹងនៅពេលដែលយើងចូលទៅលក់ item នៅក្នុង auction house នេះបើសិនជាយើងលក់ក្នុងតម្លៃណាមួយហើយគេទិញគឺយើងនឹងទទួលបានពេជ្រមកវិញហើយចំពោះពេជ្រហ្នឹងគឺវាអាចនឹងមានពីរផ្លូវអ្នកទាំងអស់គ្នាគឺនៅពេលដែលគេទិញមកពេជ្រហ្នឹងគឺលោតចូលទៅក្នុង account របស់យើងតែម្ដងហើយមួយទៀតពេជ្រហ្នឹងនៅពេលដែលគេទិញគឺអាចនឹងលោតចូលនៅក្នុង mailbox ដើម្បីយើងចូលទៅ claim អញ្ចឹងអ្នកទាំងអស់គ្នាហើយចំពោះ item ដែលយើងដាក់លក់ហើយគឺលែងមាននៅក្នុង account របស់យើងហើយបើសិនជាយើងដាក់លក់ហើយគឺគេទិញទៅបានឧទាហរណ៍ដូចជា skin Layla Blue Spectre នេះបើតាមខ្ញុំដឹង skin Layla Blue Spectre ហ្នឹងគឺជា skin ដែលគេឲ្យយើងបំពេញ quest ជាមួយនឹង skin ហ្នឹងអញ្ចឹងណាដូចជាគេអត់ដាក់លក់ទេអញ្ចឹងសម្រាប់គ្នាយើងអ្នកដែលមានជាមួយនឹង skin Layla Blue Spectre ហ្នឹងគឺអាចដាក់លក់បានអញ្ចឹងនៅពេលដែលគាត់ដាក់លក់ទៅមិនថាគាត់ដាក់លក់នៅក្នុងតម្លៃណាទេអញ្ចឹងនៅពេលដែលគេទិញគឺគាត់នឹងបានចំនួនពេជ្រដែលគាត់ដាក់លក់នៅក្នុងតម្លៃហ្នឹងតែម្ដងអញ្ចឹងបើសិនជាយើងចង់លក់ item របស់យើងគ្រាន់តែចុចចូលមកកន្លែង sell item នេះមកគឺគេនឹងនាំចូលទៅដល់កន្លែងលក់ item ឯអ្នកទាំងអស់គ្នាហើយចំពោះការលក់ item មិនមែនយើងចង់នឹកឃើញថាលក់ item ណាយើងទៅលក់ item ហ្នឹងបានទេតតែ item ហ្នឹងគឺមានរូបសញ្ញា auction house ឬក៏រូបញញួរនៅលើ item ហ្នឹងបានយើងអាចធ្វើការលក់បានអញ្ចឹងនៅពេលដែលយើងដាក់លក់យើងគ្រាន់តែយើងចុចនៅលើ item ដែលយើងចង់លក់ហ្នឹងមកបន្ទាប់មកគឺអ្នកទាំងអស់គ្នាមកមើលនៅកន្លែង list ខាងក្រោមនេះដែល fee គឺគេគិតពីយើងហ្នឹងចំនួន500 Butter Point ហើយចំពោះការដាក់លក់ហ្នឹងគឺរយៈពេល2ថ្ងៃនៃការដាក់លក់របស់យើងបានវាលោចូលទៅក្នុង auction house ដើម្បីអ្នកដែលគាត់ចូលមក auction house ហ្នឹងគាត់ចង់ទិញ item ណាគឺគាត់អាចមើលនៅក្នុងហ្នឹងបានហើយនេះគឺជាការដាក់លក់អ្នកគ្នាចំពោះការដាក់លក់ហ្នឹងគឺដូចដែលខ្ញុំបាននិយាយអញ្ចឹងគឺយើងចង់សេរី diamond ចំនួនប៉ុណ្ណាដែលយើងចង់លក់ក៏បានដែរអ្នកគ្នាប៉ុន្តែនៅកន្លែងហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវគិតថាយើងមើលនៅក្នុង auction house សិនថា item ដែលយើងដាក់លក់ហ្នឹងមានដូចគេអត់ហើយបើសិនជាយើងដាក់ថ្លៃពេកក៏អត់មានអ្នកទិញដែរអ្នកទាំងអស់គ្នាអញ្ចឹងយើងមើលនៅក្នុងហ្នឹងទៅតាមទីផ្សាររបស់គេអញ្ចឹងអ្នកគ្នាឧទាហរណ៍ជាក់ស្ដែងអញ្ចឹងដូចជា skin Layla Blue Spectre ហ្នឹងបើយើងដាក់ទៅដល់ 3-40000 ហើយគឺគ្មានអ្នកទិញទេអ្នកគ្នាទោះជា skin ហ្នឹងគឺជា skin កម្រនៅក្នុង Mobile Legends ក៏ដោយនិយាយទៅមុខងារ auction house នេះមើលទៅគឺតំណែងខ្លាំងមែនតើអ្នកគ្នាអញ្ចឹងសម្រាប់អ្នកដែលគាត់ចង់លក់ item ណាដែលគាត់គិតថាចង់លក់ហើយគឺគេដាក់ឲ្យយើងលក់គឺយើងលក់ទៅអ្នកគ្នាគឺយើងចំណេញ diamond មកវិញអញ្ចឹងណាអូខេអញ្ចឹងពាក់ព័ន្ធជាមួយនឹង auction house ហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រហែលជាយល់និងបានដឹងច្រើនហើយពាក់ព័ន្ធជាមួយនឹងការដាក់លក់ skin ហ្នឹងបើនិយាយខ្លីទៅដូចជាការដេញថ្លៃអញ្ចឹងអ្នកទាំងអស់គ្នាអូខេអញ្ចឹងសម្រាប់គ្នាយើងអ្នកដែលមកថ្មីឬក៏អ្នកចាស់ដែលមិនទាន់បានចុច subscribe នៅលើ YouTube channel របស់ខ្ញុំកុំភ្លេចចុច subscribe ម្នាក់មួយផងហើយកុំភ្លេចជួយ share វីដេអូនេះបានច្រើនដើម្បីឲ្យគ្នាយើងបានយល់និងបានដឹងពី auction house ផងដែរហើយបើសិនជាអ្នកទាំងអស់គ្នាទស្សនាវីដេអូនេះនៅក្នុង Facebook page របស់ខ្ញុំកុំភ្លេច follow page របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានការ update ថ្មីៗបន្ថែមទៀតហើយយើងចាំជួបគ្នានៅវីដេអូក្រោយ